ឆ្នាំ 2026 ចំពោះអាយុបានខ្លាចជាឆ្នាំដែលពោពេញទៅដោយរឿងរ៉ាវឈឺក្បាលដែលបានកើតឡើងជាបន្តបន្ទាប់វាគួរតែជាឆ្នាំដ៏ជោគជ័យសម្រាប់តារាស្រីរូបនេះប៉ុន្តែបែរជាខ្លាចទៅជាឆ្នាំដែលពោពេញទៅដោយភាពចម្រូងចម្រាសការរិះគន់ពីសាធារណៈការសុំទោសជាសាធារណៈនិងការបែកបាក់នៅក្នុងជីវិតស្នេហាមុនចូលដល់ខ្លឹមសារវីដេអូទាំងស្រុងចង់ណែនាំអ្វីពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាចង់មករបស់ Cube Show ឬក៏ចង់ធ្វើខ្នើយបតោងសោឬតុក្កតា Customize ដែលអាចដាក់រូបបានអាចចូលទៅកាន់ Facebook Page Omega ដូច្នេះបើសិនជាចង់ស្វែងរកកាដូ Cube Show ដែលមានន័យសម្រាប់ខ្លួនឯងឬក៏ជួបមនុស្សជាទីស្រឡាញ់កុំភ្លេច Omega ណាទើបតែឈានចូលមកដល់ពាក់កណ្ដាលឆ្នាំតែប៉ុណ្ណោះប៉ុន្តែអាយុត្រូវប្រឈមទៅនឹងបញ្ហាដែលគ្រប់គ្នាស្មានមិនដល់នៅក្នុងវីដេអូនេះយើងនឹងរៀបរាប់អំពីគ្រប់ព្រឹត្តិការណ៍ដែលបានធ្វើឲ្យឆ្នាំ2026ក្លាយជាឆ្នាំដ៏លំបាកបំផុតសម្រាប់អាយុរឿងភាគល្បីប៉ុន្តែបញ្ចប់ដោយភាពចម្រូងចម្រាសកាលពីដើមឆ្នាំ2026អាយុបានសម្ដែងជាមួយនឹងភ័ណ្ឌវូសុកនៅក្នុងរឿងភាគ Perfect Crowd របស់ស្ថានីយទូរទស្សន៍ NBC ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាំងពីពេលប្រកាសមុខតួសម្ដែងហើយក៏ទទួលបានអត្រាអ្នកទស្សនាខ្ពស់តាំងពីថ្ងៃដំបូងនៃការចាក់ផ្សាយរហូតដល់ភាពបញ្ចប់ប៉ុន្តែជំនួសឲ្យការបញ្ចប់ដោយជោគជ័យរឿងនេះបែរទៅជាជួបការរិះគន់យ៉ាងខ្លាំងដោយសារតែការចាប់ប្រកាន់ថាមានការបង្ហាញប្រវត្តិសាស្ត្រដែលមិនត្រឹមត្រូវអ្នកទស្សនាបានលើកឡើងអំពីឈុតឆាកព្រះរាជពិធីគ្រងរាជ្យដែលមន្ត្រីបានស្រែកពាក្យថាឆនសេហើយអ្នកគាំទ្រមួយចំនួនអះអាងថានេះគឺជាពាក្យដែលមិនសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រមិនត្រឹមតែប៉ុណ្ណោះមកគាត់ព្រះមហាក្សត្រដែលតួអង្គរបស់ភ័ណ្ឌវូសុកពាក់ក៏ត្រូវបានគេចោទថាមិនត្រឹមត្រូវទៅតាមប្រវត្តិសាស្ត្រដែរនៅពេលការរិះគន់កាន់តែខ្លាំងអាយុក៏បានចេញមុខសុំទោសដោយផ្ទាល់ដោយនាងបាននិយាយថានាងពិតជាសោកស្ដាយដែលបានចូលរួមសម្ដែងនិងមិនបានពិចារណាលម្អិតអំពីព័ត៌មានប្រវត្តិសាស្ត្រឲ្យបានគ្រប់ជ្រុងជ្រោយហើយបានសុំទោសដោយមិនលើកយកលេសណាមួយឡើយមកការពារក្រៅពីអាយុតារាសម្ដែងភ័ណ្ឌវូសុកអ្នកនិពន្ធយូជីវុននិងអ្នកដឹកនាំរឿងផាកជុនវ៉ាក៏បានចេញសេចក្តីសុំទោសជាសាធារណៈដូចគ្នាអាយុខ្លាយទៅជាគោលដៅនៃការវាយប្រហារផ្នែកនយោបាយមិនយូរប៉ុន្មានអាយុក៏ត្រូវបានគេទាញចូលទៅក្នុងភាពចម្រូងចម្រាសផ្នែកនយោបាយទោះបីជានាងមិនបានពាក់ព័ន្ធដោយផ្ទាល់ក៏ដោយឬក៏ទាំងមិនដឹងខ្លួនផងកាលពីខែមិថុនាមានបាតកម្មមួយបានកើតឡើងនៅក្រៅមណ្ឌលរាប់សន្លឹកឆ្នោតនៅក្នុងតំបន់ឆាមស៊ីលជុំវិញការចោទប្រកាន់ថាមានការខ្វះសន្លឹកឆ្នោតក្នុងការបោះឆ្នោតមូលដ្ឋានថ្ងៃទី3ខែមិថុនាបន្ទាប់មកអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានទាមទារឲ្យអាយុបង់ថ្លៃអាហារនិងភេសជ្ជៈជាមុនសម្រាប់ក្រុមបាតកោការទាមទារនេះគឺយោងទៅលើសកម្មភាពរបស់អាយុកាលពីខែធ្នូឆ្នាំ2024នៅពេលដែលនាងបានបង់ថ្លៃអាហារនិងភេសជ្ជៈសម្រាប់អ្នកគាំទ្រដែលបានចូលរួមបាតកម្មទាមទារឲ្យដកតំណែងអតីតប្រធានាធិបតីយុនសុកយុលដោយសារតែសកម្មភាពនោះហើយមនុស្សមួយចំនួនបានរំពឹងថាអាយុគួរតែធ្វើដូចគ្នាសម្រាប់បាតកម្មនៅឆាំស៊ីលនេះប៉ុន្តែនៅពេលដែលនាងមិនបានធ្វើដោយការរំពឹងទុកនាងក៏ទទួលរងការវាយប្រហារនិងមតិអាក្រក់ជាច្រើននៅលើបណ្ដាញសង្គមទោះបីជាអាយុមិនដែលប្រកាសថាមានការជាប់ពាក់ព័ន្ធជាមួយនឹងបាតកម្មលើកនេះក៏ដោយក៏នាងនៅតែត្រូវបានគេទាញចូលទៅក្នុងការជជែកវែកញែកនិងខ្លាចជាគោលដៅនៃការរិះគន់យ៉ាងខ្លាំងបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល4ឆ្នាំអាយុនិងលីចុងសុកបានបញ្ជាក់អំពីទំនាក់ទំនងស្នេហាជាសាធារណៈលើកដំបូងនៅថ្ងៃទី31ខែធ្នូឆ្នាំ2022បន្ទាប់ពីមានសារព័ត៌មានបង្ហាញថាអ្នកទាំងពីរកំពុងតាក់ទងគ្នានៅក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះពួកគេត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏ល្បីបំផុតហើយក៏ទទួលបានការគាំទ្រច្រើនបំផុតដូចគ្នានៅក្នុងវិស័យកម្សាន្តកូរ៉េប៉ុន្តែនៅខែកក្កដាឆ្នាំ2026ភាគីទាំងពីរបានបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ហើយដោយសម្រាប់ចិត្តបន្តរក្សាទំនាក់ទំនងល្អនៅក្នុងនាមជាមិត្តរួមការងារព័ត៌មានលម្អិតផ្សេងៗក៏មិនត្រូវបានបង្ហាញដែរដើម្បីគោរពដល់ជីវិតឯកជនរបស់ពួកគេទោះបីជាព្រឹត្តិការណ៍ទាំងនេះមិនមានទំនាក់ទំនងគ្នាដោយផ្ទាល់ក៏ដោយប៉ុន្តែការកាត់ឡើងជាបន្តបន្ទាប់បានធ្វើឲ្យឆ្នាំ2026នេះក្លាយជាឆ្នាំដ៏លំបាកបំផុតមួយនៅក្នុងអាជីពរបស់អាយុសម្រាប់តារាដែលធ្លាប់ប្រឈមមុខទៅនឹងសម្ពាធពីមហាជនជាយូរមកហើយការជួបរឿងមិនល្អជាច្រើននៅក្នុងរយៈពេលដ៏ខ្លីនេះបានធ្វើឲ្យឆ្នាំនេះក្លាយទៅជាឆ្នាំដែលពិបាកបំផុតហើយខណៈឆ្នាំ2026នៅសល់ពាក់កណ្ដាលទៀតអ្នកគាំទ្រជាច្រើនសង្ឃឹមថាអាយុនឹងអាចឆ្លងផុតគ្រាលំបាកនេះនិងទទួលបានតែដំណឹងល្អពេលវេលាល្អៗឲ្យបានច្រើននៅថ្ងៃខាងមុខដើម្បីទទួលបានមាតិកាថ្មីៗវីដេអូចម្រុះផ្សេងៗពីតារាចិននិងកូរ៉េលឿនមុនគេកុំភ្លេចចូល Subscribe ចូល YouTube របស់ Eversary ការគាំទ្ររបស់អ្នកពិតជាកម្លាំងចិត្តដ៏មានន័យបំផុតសម្រាប់យើងនៅក្នុងការបង្កើតមាតិកាថ្មីៗ